ចាស់ចង្រៃតលទី3ឲ្យចាស់ចង្រៃឧបទ្រពទាំងឡាយឲ្យចាញ់ផុតត1ទី3គីតហូទៅតាមទឹកបងប្អូនអរគ្នាធ្លាប់ឮពាក្យយអូនរ៉ារ៉ាជន់ទេតាំងពីខែ6មកដល់ខែ7បងប្អូនខ្ញុំមានរឿងរហូតរឿងរហូតដល់ខ្ញុំមានអារម្មណ៍ថាចង់ដើរស្រាតថ្ងៃ birthday របស់ខ្ញុំគឺខ្ញុំអត់បានផុសទេ editor ខាងខ្ញុំទេគាត់ផុសថ្ងៃខួបកំណើតខាងខ្ញុំដែរថ្ងៃហ្នឹងគឺជាថ្ងៃដែលខ្ញុំមានបញ្ហាលុយបាទបញ្ហាលុយដែលយើងដាក់រស់ស៊ីទៅវាហិនហោចអស់ទៅខ្ញុំក៏អត់ផុសរឿង birthday ទេបន្ទាប់មកអស់ពីរឿងហ្នឹងស្រាប់តែបញ្ហារឿងថតកុនយើងត្រូវបានថតហើយប៉ុន្តែឌីសា delay មានបញ្ហាតែតិនជាមួយនឹងទីតាំងក៏ដូចជាប្លង់ក៏អត់បានទៀតក៏អត់បានតន់ថតទេចាប់ពីពេលហ្នឹងមកក៏ទៅធ្វើ MC នៅខាងវាលន្ត្រីឃើញក្តីពងឡើងបើកឡាននេះក៏ឡើងជិះឡានមួយក្តីទៅស្រាប់តែក្លាប់ឡានតែអត់ងាប់ហើយក៏អត់មានបញ្ហាដែរចេញពីហ្នឹងមកខ្ញុំថាអស់បញ្ហាខ្ញុំគាត់ថាចេះអូជីវិតជាតិអស់ហើយព្រោះនៅសល់តែវាបំរើស្នាក់សូនវាធ្វើមួយហ្មងស្រាប់តែភេកជាប់ទៀតហើយបងប្អូនអរគ្នាដឹងស្រាប់ហើយថាភេកយើងរស់ស៊ីយើងភេកជាប់ចឹងរំពឹងអីទៀតចឹងខ្ញុំក៏គិតថាអស់បញ្ហាហើយឥឡូវនេះក៏អត់មានអ្នកមើលទៀតពុកនិយាយណាមានអ្នកមើលទៀតចឹងក៏មានបញ្ហាមួយទៀតអញ្ចឹងដល់ឥឡូវជីវិតលេងខ្វល់បងប្អូនខ្ញុំមានទស្សនៈមួយគឺទស្សនៈប្រកាន់ភ្ជាប់ខ្លួនឯងថាពេលដែលមានគឺក៏គ្មានអ្នកណាគេរាប់អានពេលដែលក្រក៏យើងលេងខ្លាចហើយក៏អត់មិនខ្វល់ពីអាណាដែរពីគួរគ្មានអ្នកណាគេរាប់អានយើងអញ្ចឹងជីវិតមនុស្សយើងពេលដែលឡើងបងប្អូនត្រូវចេះថែរក្សាសេដ្ឋកិច្ចលុយកាក់ត្រូវចេះចាយវាសន្សំទុកដាក់ឲ្យបានល្អពីព្រោះថ្ងៃមួយដែលយើងលាក់ធ្លាក់ទៅគឺមានអ្នកគេចាប់អារម្មណ៍យើងទេហើយទោះបីយើងកុនលុយកុនកាក់ក៏ដោយយើងក៏មិនដែលសូវផ្ដល់អីគេយើងក៏មិនបានឲ្យគេខ្ចីអីពេលយើងមានបានដូចនេះហើយពេលយើងធ្លាក់ទៅក៏បញ្ហាច្រើនអញ្ចឹងណាអញ្ចឹងត្រូវចេះថែរក្សាខ្លួនឯងឲ្យបានល្អហើយទី2បើទោះបីខ្ញុំកលៈទេសៈណាក៏ដោយបើទឹកចិត្តបែបណាក៏ដោយកុំចងកហើយក៏កុំលោតទៅស្ពានជួយបាយពិភពលោកនេះកើតមកវាត្រូវតែមានដំណោះស្រាយសម្រាប់យើងអញ្ចឹងបើកាលណាបើយើងនៅតែមានក្តីសង្ឃឹមបញ្ហាអាចជន់បលិចយើងឲ្យដល់ថ្នាក់ស្លាប់បានហើយយើងនៅតែមានឱកាសរហូតអញ្ចឹងឥឡូវនេះខ្ញុំចាប់ផ្ដើមបង្កើត page ថ្មីមួយទៀតហើយបងប្អូនគឺ page ឡៃច័ន្ទខ្មែរដោយសារបងប្អូនឲ្យខ្ញុំដូរ page ចាស់ហ្នឹងដាក់ច័ន្ទខ្មែរមកប៉ុន្តែខ្ញុំសុខចិត្តបង្កើត page ថ្មីនេះដាក់ឡៃច័ន្ទខ្មែរហើយមានអីទេបងប្អូនតាំងពីធ្លាក់ទម្រង់មកមិនដឹងនិយាយអីក៏ខុសពីបែកខុសឥឡូវខ្ញុំស្គមហ្មងស្គមមិនមែនស្គមដោយសារជក់ថ្នាំឬស្គមបាក់ចិត្តស្រឡាញ់គេម្នាក់ឯងទេគឺស្គមយើងធ្លាក់ page ធ្លាក់ view យើងទៅក៏នឹងធ្វើអីទៀតក៏នៅតែផ្ទះហ្នឹងបងហើយមកផ្ទះស្រុកនេះមានធ្វើអីទេនៅផ្ទះហ្នឹងម៉ែគាត់នៅថ្ងៃម៉ែក៏ដេញចោលមួយទៀតខ្ញុំទៅនៅវត្តវិញហើយបើវត្តអត់ទទួលស្គាល់ទៀតខ្ញុំមានតែអីទេមានតែឡោកបែកឯងជាទីពឹងទីរលឹកទៀតហើយអញហើយតែបានផ្ទះបាញ់អត់ទៅមែនបងប្អូនអ្នកនេះគឺជាគីណាល់បាំដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការដែលបំបត្តិនៅអាការៈឈឺចុកចាប់ជាពិសេសសម្រាប់បងប្អូនដែលលេងកីឡាបងប្អូនអាចប្រើប្រាស់ជាមួយនឹងគីណាល់បាំនេះបានមានប្រសិទ្ធភាពខ្ពស់មែនទែនបងប្អូនឈឺចុកចាប់ក្រិចថ្លោះប្រសិទ្ធភាពល្អ 100% ហើយក្លិនវិញឡើងប្រហើរល្អមែនទែនបងប្អូនហើយសម្រាប់បងប្អូនយើងដែលប្រើប្រាស់អាវពណ៌សឬក៏ខោពណ៌សអីកុំភ័យកុំបារម្ភសម្រាប់គីណាល់បាំនេះគឺអត់ប្រឡាក់កៅអៅយើងទេ